សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់មកបង្ហាញពីបន្លែខ្លះៗដែលដាំនៅក្បែរផ្ទះដែលជាបន្លែធម្មជាតិសុទ្ធសាធដោយគ្មានការប្រើសារធាតុគីមីឬក៏ថ្នាំពុលអ្វីទេគឺប្រើតែលាមកសត្វសុទ្ធសាធលាមកគោលាមកមាន់ជាដើមដោយសារតែការស្រឡាញ់ធម្មជាតិបានជាបន្តើសារធាតុគីមីនាំឲ្យប៉ះពាល់សុខភាពសម្រាប់ទុកហូបនិងយកទៅលក់ទៅឯផ្សារខ្លះបាទអរគុណច្រើនសម្រាប់